សាធុទិននេះគឺជាខ្សែអាចសម្លេងព្រះធម៌ដែលបង្រៀនតាមសៀវភៅព្រះធម្មបទ30គាថាក្នុងកាសែតទី3ចំហៀងទី1លាក់រហូតដល់អាយុ6ដណ្ដប់លាក់អត់បានទេគ្រាន់តែប្រាប់ថាអាយកោរបស់អ្នកនឹងនៅឆ្ងាយអ្នកពិបាកទៅណាមិនបានជាម្ដាយមិនប្រាប់នឹងសុំញយទៅក៏មិនអាចខាត់បានព្រោះវាពេញកម្លាំងពេញអីហើយសុំម្ដាយទៅសុំពមាតាទៅលើកពលទៅហាយហមដំណើរនឹងច្រើនណាស់ទៅនាងវាសភៈខត្តយាដែលជាពមាតានឹងផ្ញើលិខិតទៅមួយទៅតកូលមហានាមនោះហើយប្រាប់ថាបើប្រកាន់ជាតិតកូលអីយ៉ាងណាប៉ុន្តែសូមអាណិតមេត្តាមកពេលហ្នឹងលាក់បំបាំងទៅកុំឲ្យវិឌុរភៈដឹងក្រែងលោកវាមានរឿងរ៉ាវហើយនោះគេចាត់ចែងស្រេចគេទុកតែបញ្ញាតណាដែលចាស់ដែលមានអាយុបងវិឌុរភៈណាហើយណាបងប្អូនក្មេងអីឲ្យទៅជនបទអស់ហើយអត់ឲ្យមាននរណាដែលត្រូវមានតំណែងថ្វាយបង្គំវិឌុរភៈទេគឺឲ្យវិឌុរភៈហ្នឹងទៅថ្វាយបង្គំគេទាំងអស់វិឌុរភៈទៅក៏ទៅថ្វាយបង្គំគេសួរទៅនេះត្រូវបងចដូនមួយនេះទៅត្រូវមីងនេះទៅត្រូវពូនេះទៅត្រូវអីថ្វាយបង្គំគេរហូតហើយអត់បានពីណាមកគោរពមួយក៏មានផងហើយអត់ដឹងខ្លួនទេគេមើលងាយអញ្ចឹងណានៅចាំតែចាំមួយបងប្អូនមកជុំវិញជុំគ្នាទៅថាទៅជនបទប៉ុន្តែចាំ3យប់3ថ្ងៃគេអត់មកព្រោះដឹងតំណែងដែលវិឌុរភៈអត់តន់ត្រឡប់ទៅវិញគេអត់តន់ឲ្យក្មេងៗមកខ្លាចវាគោរពវិឌុរភៈហ្នឹងឈ្មោះថាវិឌុរភៈកូនទាសីនោះគេអត់គោរពទេណាតើអញ្ចឹងចាំ3យប់3ថ្ងៃមិនឃើញមកក៏គិតទៅវិញសិនហើយថ្ងៃក្រោយចាំមកទៀតពេលទៅហ្នឹងសេនាម្នាក់របស់វិឌុរភៈហ្នឹងភ្លេចអាវុធហើយគាត់ជួនពេលហ្នឹងអ្នកទាសាទាសីមហានាមនោះមហានាមបញ្ជាឲ្យលៀងកន្លែងវិឌុរភៈអង្គុយលើផែនក្តារហ្នឹងយកទៅដោះស្រស់យកទៅលាងណាគេខ្ពើមពូជទាសីមកអង្គុយលើអីកន្លែងហ្នឹងលាងផងជេរផងកូននាងទាសីចង្រៃមកអង្គុយឲ្យតែអញពិបាកលាងអញ្ចឹងពិបាកលាងអញ្ចឹងហើយបរោះហ្នឹងមកសាកសួរទៅដឹងរឿងទៅប្រាប់វិឌុរភៈវិឌុរភៈខឹងមែនទែនគុំទុកក្នុងចិត្តថាថ្ងៃនេះសាក់ជាតកូលយកទឹកដោះយកមកលាងកន្លែងអញអង្គុយពេលក្រោយតែអញបានឡើងសោយរាជនឹងយកឈាមពីបំពង់ករបស់អ្នកឯងរាល់គ្នាមកលាងកន្លែងហ្នឹងណាពីវិរិយចងពីវិរិយហ្នឹងទៅដល់បរមរាជវាំងវិញនៅសាវត្ថីនោះអាមាត្យទៅប្រាប់ព្រះរាជាប្រសិទ្ធទីកោសលខឹងដែរក្រោតពិរោធខឹងមហានាមហ្នឹងព្រោះតែខឹងមហានាមមកធ្វើបាបមហេសីឯងនេះដកសិទ្ធដកសេរីឲ្យទាសីមកធ្វើជាមហេសីណាហើយវិឌុរភៈហ្នឹងក៏លែងបានតំណែងជារាជបុត្រឲ្យធ្វើទាសីដោយគេដោយឯងធម្មតាទៅណាព្រះសាស្តានិមន្តទៅពេលហ្នឹងព្រះអង្គនិមន្តទៅព្រះរាជាចេញមកថ្វាយបង្គំហើយព្រះរាជាទូលមុនថាខ្ញុំព្រះអង្គខំផ្សាសាច់ផ្សាឈាមជាមួយនឹងសាក្យតកូលនឹកថាដើម្បីឲ្យបានចិត្តស្និទ្ធជាមួយនឹងភិក្ខុសង្ឃដឹងអីមហានាមប្រើល្បិចឲ្យទាសីមកខ្ញុំព្រះអង្គឥឡូវខ្ញុំព្រះអង្គខឹងដកសិទ្ធអត់ឲ្យធ្វើមហេសីទៀតទេវិឌុរភៈហ្នឹងក៏មិនឲ្យធ្វើរាជបុត្រអីទេឲ្យធ្វើទាសីទៅឲ្យធ្វើទាសាទាសីទៅហ្នឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាទាសីក៏ទាសីមែនហើយប៉ុន្តែវិឌុរភៈហ្នឹងគឺជាបុត្ររបស់ព្រះអង្គដោយពិតហើយធម្មតាបរិសុទ្ធនិងស្ត្រីបើគេយកត្រកូលគេយកខាងណាតែព្រះអង្គសួរអញ្ចឹងណា
គេយកខាងណាយកខាងបៃតាយើងយកស្ត្រីព្រះអង្គថាតើស្ត្រីហ្នឹងមានអីខាងមានពីណាដែលយកតកូលខាងម៉ែហើយបើគេយកតកូលខាងឪសោះហើយឪរបស់វិរុទ្ធភៈណាគេមិនព្រះអង្គហ្នឹងឯងណារំលឹកដាស់តឿនស្មារតីអញ្ចឹងណាបានព្រះអង្គថាសូម្បីបុរាណបណ្ឌិតណាកើតជាកូនអ្នករស់អស់ហើយស្ត្រីអ្នករស់អស់ហ្នឹងបានរួមស្នេហាជាមួយព្រះរាជាទីបំផុតបានមកជាព្រះរាជាសោយរាជក្នុងនគរពារាណសីព្រះអង្គលើករឿងហ្នឹងសម្ដែងប្រាប់បាទប្រសិទ្ធិកោសលពេលហ្នឹងព្រះអង្គធ្លាប់កំសត់កើតជាកូនអ្នករស់អស់ដើរច្រៀងសកវាបកាមទេសទុំខ្លួនពេញកមុំតាន់មានប្តីអីតាមព្រៃច្រៀងថាម៉េចដឹងស្មាថាខ្លួនឯងហ្នឹងដើរច្រៀងអញ្ចឹងប៉ុន្តែថាដើរច្រៀងក្នុងព្រៃណាហើយព្រះរាជាដើរកសាលព្រៃដល់ឮសំឡេងព្រោះតាមរកឃើញលួងលោមទៅក៏ស្ម័គ្រមេត្រីនឹងគ្នាហ្នឹងហើយបានឲ្យចិញ្ចៀនព្រះតម្រង់ព្រះរាជាព្រះនសីហ្នឹងប្រាប់ថាបើនាងចង់រកយើងនាងបង្ហាញព្រះតម្រង់នេះទៅថ្ងៃក្រោយចិញ្ចៀនព្រះតម្រង់ថ្ងៃក្រោយនាងវាអត់មានទីពឹងអីព្រះរាជាប្រាប់អញ្ចឹងប្រសូតកូនហើយគឺបានព្រះបរមពុរិស័ទហ្នឹងឯងនឹកថនំកូនទៅជួបប្របីតាទៅដល់គេអត់ឲ្យចូលនគរទេអត់ឲ្យចូលនគរយំនៅហ្នឹងថាអត់ទៅវិញទេបើសម្លាប់ក៏សម្លាប់ដែរអត់ទៅប្រាប់ព្រះរាជាដឹងមិនមែនថាមិនដឹងទេប៉ុន្តែខ្លួនឯងនេះវាជ្រុលណាដល់តែនោះមិនព្រមចេញទៅណាព្រះរាជាចេញមកឲ្យគេហៅចូលទៅរៀបរាប់ពីរឿងដំណើរព្រះរាជានេះនាងនេះភ្លើទេនិយាយអត់ដឹងអីយើងមិនប្រកាន់នាងឯងព្រោះនាងឯងស្រែអ្នកក្រធម្មតាបើជាមន្ត្រីអីយើងដាក់ទោសហើយនាងថាព្រះរាជាធ្លាប់ឲ្យចិញ្ចៀនព្រះតម្រង់ខ្ញុំកាលពីនៅក្នុងព្រៃនោះហើយព្រះរាជាសួរថាណាយកបង្ហាញមកព្រះរាជាបដិសេធទៀតអញ្ចឹងចិញ្ចៀនអញ្ចឹងគេធ្វើបានតើមិនចាំបាច់តែយើងបានឲ្យបាននាងឯងទៅយកពីណាមកក៏មិនដឹងថាអញ្ចឹងទៀតអត់ដឹងណាហើយកាលនោះព្រះបរមពុរិស័ទអាយុ7ឆ្នាំញញឹមហ្នឹងហើយម្ដាយហ្នឹងមិនដឹងគិតថាម៉េចតាមពិតសច្ចភាពកុមារនេះជាកូនរបស់ព្រះអង្គពិតមែនឥឡូវខ្ញុំគ្មានអ្វីជាទីពឹងទេគឺនៅលើតែសច្ចវាចាប៉ុណ្ណោះខ្ញុំនឹងចាប់កុមារនេះបោះទៅលើហើយបើពិតជាកូនរបស់ព្រះអង្គមែនសូមឲ្យកុំធ្លាក់មកក្រោមតែបើមិនមែនកូនទេឲ្យវាធ្លាក់ងាប់បដ ாய் ទៅខឹងមកហើយពោលសច្ចវាចាចាប់ជូនកវីបោះទៅលើមែនអាយុ7ឆ្នាំដល់ទៅលើទៅកុមារហ្នឹងពេនភ្នែននៅលើអាកាសនេះណាពេនភ្នែនអត់ធ្លាក់មកវិញណាហើយបានបន្លឺវាចាថាបពិតបៃតាអាចចិញ្ចឹមអ្នកដតីចិញ្ចឹមសេះចិញ្ចឹមតម្រៃចិញ្ចឹមទាសាទាស័យហេតុអីបុត្រមេបៃតាចិញ្ចឹមមិនបានថាប៉ុណ្ណឹងមកភ្ញាក់ខ្លួនណាលើកដៃទៅទទួលកូនបៃតាទទួលហើយលើកដៃចេញទៅដៃចេញមកពាន់ព្រះរាជាពេលហ្នឹងទទួលព្រះបរមពុរិស័ទណាបានយកមកជាកូនជាទីស្រឡាញ់ជាងគេហើយអស់ជីវិតទៅបានអភិសេកឲ្យសោយរាជបាទសេនទីកោសលបានស្ដាប់រឿងហ្នឹងត្រេកអររីករាយឲ្យនាងនោះតាំងនៅក្នុងតំណែងមហេសីដដែលហើយវិរុទ្ធភៈជារាជកុមារដដែលវិញណាថ្ងៃក្រោយមកវាមានរឿងរ៉ាវគំនុំគុំគួនណាតាក់ទងនឹងពន្ធុលសេនាបតីនេះពន្ធុលសេនាបតីហ្នឹងថ្ងៃមួយមានអ្នកកាត់ក្តីកោងនោះនៅក្នុងនគរដល់តែកាត់ក្តីហ្នឹងវាមិនត្រឹមត្រូវអ្នកចាញ់ក្តីយំមិនសុខចិត្តពន្ធុលសេនាបតីដឹងរឿងហ្នឹងជួយសម្រួលទៅឈ្នះវិញហើយបានប្រជាជនអបអរសាទរព្រះរាជាឲ្យតំណែងខាងកាត់ក្តីមួយទៀតណាកាត់ក្តីទៅវាល្អប្រជាជនស្រឡាញ់អបអរសាទរត្រឹមត្រូវអត់ស៊ីសំណោកអី
អាម៉ាតអ្នកដែលគេធ្លាប់ពុករលួយធ្លាប់បានស៊ីបានចុកហ្នឹងគេលែងបានស៊ីបានចុកទៅគេរលេះធ្វើម៉េចឲ្យពន្ធុលសេនាបតីហ្នឹងវិនាសហ្នឹងចឹងពេលដែលប្រជាជនឈ្នះក្តីទៅហើយគេអបអរសាទរស្រែកហូរកញ្ជ្រៀវខ្លាំងព្រះរាជាលើសួរថាស្អីហ្នឹងបានអ្នកចាក់ចុចថាប្រជាជនអបអរសាទរសេនាបតីពន្ធុលហើយពន្ធុលហ្នឹងកំពុងតែរៀបគម្រោងការដណ្ដើមរាជណាដណ្ដើមរាជពីព្រះរាជាខឹងអត់បានគិតទេពេលហ្នឹងអញ្ចឹងយើងនឹងសម្លាប់មុនធ្វើល្បិចឲ្យពន្ធុលសេនាបតីទៅបង្ក្រាបពួកបះបោរនៅជ័យដែនណាជាមួយកូន32នាក់ហ្នឹងហើយលើកទៅហ្នឹងទៅជាមួយមេតបខ្លាំងរាប់រយរាប់ពាន់នាក់ទៅប៉ុន្តែបញ្ជាសម្ងាត់ថាពេលដែលទៅតាមផ្លូវហ្នឹងឲ្យសម្លាប់ពន្ធុលហ្នឹងទៅដល់បង្ក្រាបពួកបះបោរមានបានបង្ក្រាបអីពួកបះបោរគ្រាន់តែលើតែពន្ធុលសេនាបតីទៅរត់អស់ពន្ធុលសេនាបតីរៀបចំកន្លែងបានសុខសេរីហើយត្រឡប់មកវិញភ្លេចខ្លួនមេតបដែលនៅគៀកខ្លួនហ្នឹងសម្លាប់ពន្ធុលហើយនឹងកូន32នាក់អស់កាត់យកតែក្បាលមកទេអញ្ចឹងបានសត្រូវហ្នឹងអាសត្រូវពីមុខឆ្ងាយវាសនុកមើលណាញាតិញោមអញ្ចឹងមែនទេអាសត្រូវគៀងខ្លួនហ្នឹងពិបាកមែនទេខ្លាំងយ៉ាងម៉េចក៏ដោយអញ្ចឹងបានស្ដាច់ខ្លាំងវាស្លាប់ដោយសារតែស្រីស្នេហ៍ហ្នឹងនៅចិត្តខ្លួនណាហើយចិត្តខ្លួនជាងអ្នកនៅចិត្តគឺកិលេសក្នុងចិត្តសន្តានរាគៈទោសៈមោហៈគឺនៅក្នុងខ្លួនហ្នឹងសម្រាប់សត្វលោកបោះសត្វលោកទៅនៅក្នុងអបាយភូមិគឺដោយសារអ្នកនៅក្នុងខ្លួននេះឯងគឺកិលេសអត់មានអ្នកដតីណាធ្វើឲ្យយើងធ្លាក់នរកក្រៅពីខ្លួនយើងដែលតម្កល់ខ្លួនយើងខុសទេអ្នកដតីបានត្រឹមកាត់ក្បាលប៉ុណ្ណឹងហ្នឹងសម័យហ្នឹងពេលដែលកាត់ក្បាលភ្លាមហ្នឹងប្រពន្ធពន្ធុលសេនាបតីនាងមល្លិកាជាមួយនឹងសុនិសា32នាក់គឺកូនប្រសារៀបចំធ្វើសង្ឃទាននិមន្តអគ្គសាវកទាំងពីរហើយភិក្ខុច្រើនរយអង្គទៅឆាន់កំពុងតែចាត់ចែងរៀបប្រគេនហ្នឹងមានគេនាំសបុតទៅព្រះរាជានឹងចាត់ចែងឲ្យគេជូនសបុតទៅទៀតជូនសបុតទៅឲ្យមានចារកម្មចាំសើបមើលទៅវាមានកើតបាតុភិបយ៉ាងម៉េចជូនទៅនាងបើកសបុតមើលថាប្តីហើយនឹងកូនទាំង32ហ្នឹងត្រូវគេកាត់ក្បាលអស់ហើយទុកសបុតនៅក្នុងថ្នាក់សពុតវិញទៅប្រគេនភិក្ខុសង្ឃធម្មតាទៅអត់មានលោឡាស្លេកមុខអីទេហើយពេញនោះនាងទាសីម្នាក់កាន់អាចារ្យដាក់ទឹកដោះស្រស់មកជពុកជើងវាដួលបែកទៅបែកព្រះសិរីបុត្រនិយាយមានធរណីកាថាមនាលបាសិការបស់ដែលមានការបែកជាធម្មតាឥឡូវវាបែកហើយឲ្យវាបែកទៅចុះសូមឧបាសិកាកុំញ៉ាំងសេចក្តីក្រោធឬក៏តូមម្ដោះឲ្យកើតឡើងអីបាននាងទូលធរណីកាថាបបិទ្ធប្រគុណម្ចាស់ដ៏ចម្រើននិយាយថ្មីត្រឹមចានទឹកដោះស្រស់ប៉ុណ្ណឹងអំបញ្ញមិញខ្ញុំកណាបានទទួលលិខិតមកថាប្តីហើយនឹងកូនទាំង32នាក់ត្រូវគេប្រហារស្លាប់អស់ហើយខ្ញុំកណាមិនទាំងបានលន់មាត់មកផងនិយាយអីត្រឹមចានតិចតួចអញ្ចឹងណាបានព្រះសិរីបុត្រឆានហើយអនុមោទនាគាថាអំពីជីវិតហ្នឹងវាឡាក់លអួលណាស់ជីវិតហ្នឹងវាមិនទៀងហើយជីវិតហ្នឹងវាប្រកបដោយសេចក្តីទុក្ខដូច្នេះអ្នកក៏បីរស់នៅដោយសេចក្តីមិនប្រមាទលោកក៏និមន្តទៅបាត់ទៅចប់បុណ្យទៅនាងហៅកូនប្រសាមកនិយាយស្រួលថាមនាលកូនទាំងឡាយឪពុកក្មេងរបស់អ្នកហើយនឹងប្តីរបស់អ្នកមិនបានធ្វើខុសអ្វីទេតែសូមនាងកុំធ្វើសេចក្តីក្រោធចំពោះព្រះរាជាអីដឹងថាព្រះរាជាអ្នកសម្លាប់អត់មានពីណាសម្លាប់បានទេដឹងសមត្ថភាពប្តីក្រៅពីអ្នកនៅចិត្តខ្លួនគឺអត់មានពីណាសម្លាប់ទេដឹងអញ្ចឹងបើថាជាសត្រូវអត់មានពីណាសម្លាប់បាន
ប្រាប់កូនថាជើកូនកុំមានសេចក្តីក្រឹងខឹងក្រោធជាមួយនឹងព្រះរាជាអីប្តីរបស់កូនហើយនឹងឪពុកក្មេករបស់កូននោះគឺស្លាប់ដោយសារតែបាបកម្មរបស់ខ្លួនដែលធ្លាប់ធ្វើឲ្យដោយពិតនឹងបញ្យល់កូនអញ្ចឹងតែថាធ្វើខុសនៅបច្ចុប្បន្ននេះជាមួយព្រះរាជាអត់មានទេតែយើងកុំខឹងនឹងព្រះរាជាអីចារបរោះរបស់ប្របាទប្រសិទ្ធទីកោសលឮរឿងហ្នឹងទៅប្រាប់ទទួលវិញបាទប្រសិទ្ធទីកោសលកើតសេចក្តីស្លុតចិត្តថាខ្លួនឯងវាគិតខ្លីពេកណាเสียดายពន្ធុលសេនាបតីណាចាញ់បោកអាមាត្យដែលក្បត់យាងមកខ្លួនឯងមកសុំទោសនាងម៉ាឡេកានិងកូនប្រសានឹងថានាងចង់បានអីចង់ឲ្យយើងធ្វើអីក៏បានហើយនាងអត់មានចង់បានអីទេគ្រាន់តែចង់ថាឲ្យនាងនៃកូនប្រសានឹងត្រឡប់ទៅកាន់តកូលរបស់ខ្លួនឯងវិញអស់ទៅហើយក្រោយមកនេះវាតាក់ទងរឿងវែងឆ្ងាយទៅទៀតបានមកដល់រឿងសម្ដែងគាថាហ្នឹងក្មួយរបស់ពន្ធុលសេនាបតីហ្នឹងឈ្មោះទីខការាយណៈដើម្បីកុំឲ្យញាតិរបស់ពន្ធុលនឹងអត់ចិត្តពេកលើកក្មួយពន្ធុលសេនាបតីនឹងឲ្យធ្វើជាសេនាបតីគឺកាន់តំណែងជំនួសពន្ធុលសេនាបតីនឹងដើម្បីយកចិត្តក្រុមញាតិរបស់ពន្ធុលនោះកុំឲ្យគេខឹងក្រោធពេកប៉ុន្តែទីខការាយណៈនឹងគុំគួនណាចង់ផ្ដួលព្រះរាជានឹងដោយខឹងក្រោធថាសម្លាប់អ៊ំឪពុកធំណាហើយនឹងបងប្អូនជីដូនមួយដល់ទៅ32នាក់ថាឲ្យតែមានឱកាសនឹងផ្ដួលព្រះរាជានឹងហើយគាត់ជួនពេលហ្នឹងវិឌូតភៈកំពុងតែមានគំនុំគុំគួនចង់ទៅសម្លាប់ពួកសក្យតកូលពេលមួយដែលព្រះអង្គសម្ដែងគង់នៅនិគមមួយឈ្មោះមេតលុបៈណាព្រះអង្គគង់នៅទីហ្នឹងព្រះរាជាក៏បានចូលទៅថ្វាយបង្គំព្រះអង្គប៉ុន្តែចូលទៅនោះគោរពដោះអាគ្រឿងប្រដាប់ប្រដារបស់ស្ដេចបខណ្ឌរាជត្រាអីហ្នឹងទុកផ្ញើនឹងទីខការាយណៈហ្នឹងទុកចិត្តណាហើយនឹងរាជបរិវារអីហ្នឹងអត់ឲ្យចូលទៅទេចូលទៅតែឯងព្រោះគោរពព្រះសាស្តាអត់មានយកមេតបអីទៅរញ៉េរញ៉ៃទេហើយដោះសំបីស្បែកជើងក៏ដោះចេញដែរមកកត់រាជអលង្ការស្ដេចអីហ្នឹងដោះចេញទាំងអស់ចូលទៅថ្វាយបង្គំព្រះអង្គកំពុងតែធ្វើសេចក្តីស្និទ្ធស្នាលជាមួយនឹងព្រះសាស្តាពេលនោះឯងទីខការាយណៈបានឱកាសប្រាប់វិឌូតភៈថារាជកុមារចាំអីទៀតពេលនេះជាឱកាសល្អហើយបើចាំបិតាសោយទីបង្គត់សិនបានរាជយើងចាស់អស់ហើយណែសោយរាជទីឥឡូវទៅបានយូរអាយុជីវិតហ្នឹងវាមិនវែងទេប្រាប់អញ្ចឹងមនុស្សកំពុងតែចង់សងសឹកផងអញ្ចឹងក៏អញ្ចឹងយកទៅពាក់ឡើងសោយរាជទៅនាំពលសេនាទៅទុកឲ្យព្រះរាជាតសេះមួយហើយនឹងទាស័យម្នាក់នឹងព្រះរាជាចេញមកវិញស្ងាត់អស់សួរនាងទាស័យហ្នឹងថាគេតាណាអស់ហើយទៅអស់ហើយតែប៉ុណ្ណឹងដឹងហ្មងដឹងថាវិឌូតភៈក្បត់អញ្ចឹងឡើងលើសេះបញ្ជិះនាងទាស័យហ្នឹងទៅរាជក្រឹត្យទៅនគររបស់ព្រះបាទអាជាតសតោដែលត្រូវជាក្មួយបង្កើតទៅពឹងតបអាជាតតោដើម្បីច្បាំងដណ្ដើមយករាជវិញហើយទៅព្រះអង្គចាស់នោះព្រះរាជាចាស់ហើយឆ្ងាយពីសាវត្ថីទៅរាជក្រឹត្យហ្នឹងឆ្ងាយណាជិះឡានជិតមួយថ្ងៃនោះណាហើយជិះសេះអាត្មាជិះឡានពិបាកហើយណាហើយជិះសេះទៀតហើយកម្លាំងចាស់ទៅដល់យប់ហើយយប់ទៅគេបិទទ្វារនគរអត់ឲ្យចូលប្រាប់គេថាព្រះរាជាបាទប្រសិទ្ធទីកោសលគេសួរមានត្រាមានផ្លាកបញ្ជាអីអត់អ្នកយាមមានឲ្យចូលណាប្រឡំនៅផ្ទុំសាលាសំណាក់ខាងក្រៅទៅដោយហត់ពេកផងកើតរោគខ្យល់ព្រះរាជាមិនសូវដែរលំបាកអីសោយទីបង្គត់លើផ្លូវនាងស្រីស្នំហ្នឹងទៅនឹងព្រឹកឡើងនាងស្រីនឹងយំគេលើតំណែងថាព្រះរាជាមិនគួរសោយទីបង្គត់ចេញចុះលើតំណែងដល់បាទជាសតោចេញមកមើលអ៊ំមែនព្រះរាជាអ៊ំបានធ្វើបុណ្យបូជាអីយ៉ាងកក្រឹកកក្រែងពេលក្រោយរឿងប្របាទប្រសិទ្ធទីកោសលដែលត្រូវទីបង្គត់នៅក្នុងតំណែងនៅក្នុងសភាពកំសត់ហ្នឹងវាមានរឿងរ៉ាវចេះជាទិដ្ឋធម្មវេទនីយកម្មណា
ការដែលនៅសោយរាជស៊ីសំណោកពួកនិក្រន់ដោយព្រះអង្គត្រាស់ដឹងទៅវត្តចេតពុនហ្នឹងរុងរឿងពុទ្ធបរិស័ទចូលទៅច្រើនលៀបសក្ការៈចូលទៅច្រើនហើយគេពិគ្រោះគ្នាថាហេតុអីបានតាំងពីព្រះសមណៈគោតមមកតាំងទីលំនៅកន្លែងវត្តចេតពុនហ្នឹងលៀបសក្ការៈហូរចូលពួកយើងចេះតែរីងទៅគេភាសាយូរទៅគេថាមកពីដីកន្លែងហ្នឹងវាត្រូវហុងស៊ុយណាដីហ្នឹងវាល្អដីវត្តចេតពុនហ្នឹងវាល្អបានលៀបហូរចូលដូចញាតិញោមធ្វើផ្ទះរងថ្ងៃមិនអញ្ចឹងទេអញ្ចឹងទេហើយបើគិតថាអញ្ចឹងក្រោះពីនេះគ្រួនហ្នឹងទេហើយតាមពិតមកពីដីឬក៏មកពីគុណធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគិតថាដីហ្នឹងនាំឲ្យមានលៀបសក្ការៈចូលនៃពុទ្ធបរិស័ទបើនៅតែភ្ញាក់ផ្អើលរឿងហ្នឹងមិនតាន់ចូលបកព្រះអង្គមែនទេណានៅប្រកាន់បកនិក្រនទេណាអញ្ចឹងទៅគេរីគ្នាឧបថាគេនោះបាន1000មួយសែនហបណៈបានមួយសែនហបណៈទៅសោកព្រះជាសុំធ្វើវត្តគេហ្នឹងឲ្យជាប់ជាមួយនឹងវត្តចេតពុនអញ្ចឹងទៅព្រះជាអត់បានគិតដល់ពុទ្ធពធព្រះសង្ឃជាទីពឹងពេលហ្នឹងឃើញលៀបចូលមកធ្វើទៅបានហើយមកចាត់ចែងធ្វើរលោរឡាពេញហ្នឹងអីមានស្ងាត់អីពួកហ្នឹងរលោរឡាចឹងអីបានប្រសាស្តាបញ្ជូនវិខសង្ឃទៅប្រាប់ព្រះជាថាសមណៈដែលមានទិដ្ឋិខុសគ្នានៅចិត្តគ្នាមិនបានសេចក្តីសុខទេសូមព្រះជាកុំឲ្យពួកនិក្រន់ហ្នឹងមកតាំងទីលំនៅជាប់នឹងវត្តចេតពុនអីព្រះអង្គផ្ដាំទៅអញ្ចឹងព្រះជាអត់ចេញមកព្រោះខ្លួនឯងវាស៊ីសំណោគេឯនោះទទួលលុយគេហើយណាវាហ្នឹងមិនមែនស៊ីសំណោគេអាហ្នឹងឯងទទួលចំនួនទេអាហ្នឹងស៊ីសំណោកដល់ដូចកាត់ក្តីអីទៅប្រឡងអីទៅពិសោកទៅអាហ្នឹងគេហៅស្អីគេមិនមែនប្រឡងអីគេសុំទៅអាហ្នឹងគេឲ្យស្អីឲ្យអីក៏ឲ្យទៅសោកប៉ាន់បូកនឹងកែវណាចេញតែណានឹងទទួលចឹងហើយវិខសង្ឃមកវិញថាបរិជាអត់ចេញមកទទួលព្រះអង្គប្រើអគ្គសាវកទាំងពីរទៅទៀតបរិជាថារវល់នេះរវល់នោះអត់ហ៊ានចេញមកគ្រាន់តែអគ្គសាវកត្រឡប់មកវិញព្រះអង្គឧទានឡើងថាបរិជាអង្គនឹងតាមកម្មដែលមិនទទួលប្រសងផងមិនទទួលអគ្គសាវកផងមិនអាចអស់ជីវិតនៅក្នុងយុគសេរីបានទេនេះផ្នែកគាត់ចង់បញ្ជាក់កន្លែងហ្នឹងថាហើយបានស្ដេចក្រឹកក្រែងទៅស្លាប់ក្រៅនគរកំសត់លើផ្លូវនាងទាសីគឺដោយសារមិនចេញមកទទួលភិក្ខុសង្ឃនៅអគ្គសាវកទៅដល់ហៅគេឲ្យទទួលគ្មានពីណាចេញមកទេឃើញទេនឹងកម្មហ្នឹងវាឲ្យផលអញ្ចឹងជាមួយនឹងអគ្គសាវកផងជាមួយព្រះសង្ឃផងក្រោយបានព្រះអង្គនិមន្តទៅខ្លួនឯងណាទៅខ្លួនឯងព្រះអង្គទៅអត់ហ៊ានថាមិនតំណេទេព្រះអង្គទៅហើយចេញមកទទួលព្រះអង្គដែងធัวលើកជាដកអីខ្លះទៅបានព្រះជាចាត់ចែងនៅវត្តដែលពួកនិក្រន់ធ្វើហ្នឹងឲ្យទៅជារាជការាមសម្រាប់ភិក្ខុនៃនៅវិញទៅណានោះវិឌុដភៈហ្នឹងបានឡើងតម្ដែងអញ្ចឹងទៅលើកកប់ទៅសម្លាប់សក្យមហានាមនោះដែលត្រូវជាអាយកោពួកសក្យតកូលហ្នឹងអាយកោស្អីអាយកោជីតាពេលនោះព្រះដែលមានពភៈព្រះអង្គទ្រង់ប្រមាលមើលទៅដឹងព្រះអង្គទ្រង់ទៅគង់តាមផ្លូវព្រំបទលនគរសាវត្ថីហើយនឹងនគរសក្យហ្នឹងខាងសក្យហ្នឹងមានដើមឈើមួយដើមប៉ុន្តែអត់មានស្លឹកហើយមកខាងដែនដីរបស់វិឌុដភៈនេះមានដើមនៃក្រូចមួយដើមមានម្លុកទៅឈឹងទៅឆៃបានបងអត់គង់តំណឹងទេទៅគង់ខាងពញាតនោះដែនដីមួយខាងទៀតនោះវានៅជិតគ្នាណាតែគង់នៅទីហ្នឹងក្តៅចាំងមកថ្ងៃរសៀលបងឆាន់ហើយ
សម្រាប់មកសន្ទុះពេលថ្ងៃត្រង់ហ្នឹងថ្ងៃរសៀលតិចព្រះអង្គទៅព្រោះលើកតបទៅដល់ថ្ងៃរសៀលហ្នឹងវិឌុតភៈឃើញព្រះអង្គចូលទៅថ្វាយបង្គំសួរថាបបិទ្ធព្រះអង្គដែលចម្រើនហេតុអីបានដើមនិក្រូធនៅខាងនោះមានមលុបតិឆឹងតិឆីព្រះអង្គអត់ចូលទៅសម្រាប់បានព្រះអង្គថាឲ្យតថាគតក្តៅចុះព្រោះមលុបរបស់ព្រះញាតត្រជាក់ជាងណាមលុបរបស់ព្រះញាតហ្នឹងវាត្រជាក់ជាងអាដើមនៃក្រូតហ្នឹងទៅទៀតចង់បានន័យថាកុំឲ្យវិឌុតភៈហ្នឹងទៅសម្លាប់ញាតណាឲ្យរាប់អានញាតព្រោះព្រះញាតហ្នឹងផ្ដល់នូវសេចក្តីត្រជាក់ហើយម្យ៉ាងទៀតបានន័យថាឲ្យតថាគតនឹងក្តៅទៅចុះកុំឲ្យតែព្រះញាតក្តៅបានស្ដាប់ប៉ុណ្ណឹងមកវិឌុតភៈដឹងថាព្រះដ៏មានព្រះភិក្ខខត់ណាត្រឡប់មកវិញរបៀបហ្នឹង3ដងដល់គ្រប់3ដងលើកទី4ព្រះអង្គអត់ទៅខត់ទេព្រះអង្គបបាលមើលទៅឃើញកម្មរបស់បញ្ញាតហ្នឹងត្រូវឲ្យផលព្រោះកាលពីអតីតកាលហ្នឹងពួកបញ្ញាតហ្នឹងធ្លាប់ចាក់ថ្នាំពុលដាក់តាមស្ទឹងណានាំគ្នាទាំងអស់គ្នាហ្នឹងចាក់ថ្នាំពុលដាក់តាមទឹកស្ទឹងហើយសម្លាប់គេច្រើនសម្លាប់សត្វត្រីសម្លាប់ធ្វើសង្គ្រាមនោះហើយពួកបច្ចាមិត្តនៅក្រោមទឹកស្ទឹងហើយខ្លួនឯងនៅខាងលើអញ្ចឹងពង្ហូរថ្នាំពុលដាក់តាមទឹកស្ទឹងហ្នឹងពួកបច្ចាមិត្តដែលនៅខាងក្រោមប្រើស្លាប់អស់អាហ្នឹងពីអតីតជាតិនោះឃើញដល់កម្មដែលត្រូវឲ្យផលអត់អាចកម្មខាត់បានទេព្រះអង្គអត់ទៅអីវិឌុតភៈទៅដល់ពួកបញ្ញាតនោះក៏ខ្លាំងដែរញាតិញោមស្ទាត់ជំនាញក្នុងការច្បាំងណាប៉ុន្តែពេលហ្នឹងពួកបញ្ញាតហ្នឹងបានចម្រើនចិត្តជាពុទ្ធបរិស័ទល្អនៅមាននេះអីប៉ុន្តែដោយច្រើនជាអរិយបុគ្គលណាចេះវិធីច្បាំងវិធីអីទាំងអស់ប៉ុន្តែចេញមកច្បាំងហ្នឹងពីគ្រោះគ្នាថាយើងច្បាំងដោយមិនឲ្យស្លាប់មនុស្សវិធីបាញ់ស្ទាត់ណាបាញ់មកប្រឡោះកប្រឡោះដៃប្រឡោះជើងហ្នឹងណាពួកវិឌុតភៈភ័យរត់មកសាទៅឃើញថាវាបាក់កម្លាំងជាងដល់តែមេតបពិនិត្យមើលទៅវាអត់មានស្លាប់ម្នាក់សោះមកវិបចិត្តភ្នែកចិត្តតិចអីហ្នឹងធ្នូស្នាអីព្រោះខាងនោះបាញ់មិនឲ្យត្រូវបាញ់បង្អើដល់តែដឹងថាខាងសក្យតកូលហ្នឹងអត់សម្លាប់អញ្ចឹងបានដៃត្មងចូលទៅម្ដងទៀតអត់បាច់កិច្ចចូលទៅកាប់យកហ្មងទៅដឹងថាខាងសក្យតកូលហ្នឹងអត់សម្លាប់សត្វពងតែខឹងស្រាប់ផងមានបាននឹកថាជាបុគ្គលមានសិលជាអរិយបុគ្គលអីគាត់ប៉ុន្តែប្រាប់ថាលើកលែងតែនរណាឈរខាងព្រះអាយកោណាគឺព្រះអាយកោហ្នឹងមិនឲ្យសម្លាប់ទេនៅជាប់ជំពាក់ជាមួយអាយកោមួយដែរសម្លាប់ទាំងអស់សូម្បីតែរក់ទៅតែកើតក៏សម្លាប់អស់ដែរអត់មានទុកម្នាក់ទេទៅជាស្ទឹងឈាមនៅក្នុងសក្យតកូលហ្នឹងពីវេរាបញ្ចប់ទៅដោយសេចក្តីខ្លោចផ្សាជាទីបំផុតហើយតាមចាប់មហានាមមកដល់ពាក់កណ្ដាលផ្លូវក្បែរស្ទឹងស្រះមួយហ្នឹងដល់ពេលសោយកិយាស្ងោយមហានាមជាយិតាវិឌុតភៈឲ្យបលែងចំណងទៅឲ្យមកចូលសោយជាមួយគ្នាដើម្បីបំបាក់ជីតាហ្នឹងណាដែលធ្លាប់ប្រកាន់នោះជីតាធ្វើព្រមសិនប៉ុន្តែដើរមកអស់ពេលឆ្ងាយហើយក៏ពោលឡើងថាមិនអីទេចាំយើងសោយជាមួយចៅប៉ុន្តែយើងសុំចុះមុជទឹកសម្អាតកាយបន្តិចសិនទៅវិឌុតភៈអនុញ្ញាតចុះទៅគិតថាយើងមិនត្រូវសោយអាហារជាមួយនឹងពូជទាស្អីនៅតែអញ្ចឹងឯងណាមិនតាន់រៀងទៀតបើយើងមិនសោយជាមួយពិតជាវិឌុតភៈសម្រាប់យើងអញ្ចឹងចុះពុទ្ធហੰសារណង្កេចហាមិ